dương dây vì chúng người phết thì bay chơi chụp pi thung thúng បាទ thì mỗi tẹt tông chỉ mỗi nâng ca bên trên tất cả được ca đo chừng cầm pù បាទ thì pi tẹt tôngสมรรถភាពក្នុងការឡើងរឹងរបស់បដោះ បាទ អញ្ចឹងជាទូទៅសមត្ថភាពក្នុងការឡើងរឹងយើងឧទាហរណ៍ពី3ចំណុចដើម្បីឲ្យបងប្អូនយើងយល់ខ្ញុំឧទាហរណ៍ថាអ្នកជំងឺខ្លះគាត់មានបញ្ហាទៅលើភាពឡើងរឹង បាទ មានថាគាត់មានអារម្មណ៍ចំណង់ផ្លូវភេទប៉ុន្តែលឹងរបស់គាត់ឡើងរឹងធម្មតាប៉ុន្តែនៅពេលដែលរួមភេទគឺអត់ដល់គោលដៅដោយសារតែលឹងរបស់គាត់គឺប្រភេទរបស់គាត់គឺទុនពាក់រាល់ទី បាទ ហើយអ្នកខ្លះទៀតមានចំណង់ផ្លូវភេទហើយអត់ឡើងតែម្ដង បាទ បាទនេះនឹងហើយក៏មានចំណុចផ្សេងទៀតដែរ បាទ ហើយចំពោះការបញ្ចេញតកាឬការដោះជំងឺកំពូលគឺមានជំងឺជាច្រើនទៀតមានដូចជាជំងឺឆាប់ចេញតកាជំងឺពន្យាពេលនៃការឆាប់ចេញតកាជំងឺរួមភេទអត់ដល់ជំងឺកំពូល បាទ អ្នកខ្លះដល់ជំងឺកំពូលប៉ុន្តែអត់បញ្ចេញតកាមកទេដោយការមានការរាំងស្ទះនៅកន្លែងណាមួយ បាទ ឬក៏អ្នកជំងឺខ្លះទៀតអត់ដល់ជំងឺកំពូលតែម្ដង